យើងងាកទៅលំអិតបន្ថែមទៀតអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកពិសេសគឺមានការប្រកាសថាសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនដែលបញ្ហានេះវាកើតមានឡើងស្របពេលដែលអ៊ុយក្រែននិងសហរដ្ឋអាមេរិកនៅតែមិនទាន់ចុះសម្រុងគ្នារឿងការចុះហត្ថលេខាឬក៏ចុះកិច្ចព្រមព្រៀងបើកផ្លូវឲ្យសហរដ្ឋអាមេរិកទាញយកធនធានរ៉ែពីប្រទេសអ៊ុយក្រែនយើងមានការជួបបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបាទលោករីណាជារួមតើការប្រកាសរបស់សហរដ្ឋអាមេរិកនេះបានន័យថាជាការចាប់ផ្ដើមអនុវត្តនៅពេលនេះតែម្ដងឬក៏អាចថាចាប់ផ្ដើមអនុវត្តនៅពេលខាងមុខទេបាទបើយកតាមការចុះផ្សាយពីសារព័ត៌មានមួយចំនួនរួមទាំងសារព័ត៌មាន Bloomberg ហើយនឹងវិទ្យាស្ថានស្រាវជ្រាវផ្នែកសេដ្ឋកិច្ចរបស់អាល្លឺម៉ង់គឺវិទ្យាស្ថាន Kell បានបញ្ជាក់ថាការផ្អាករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នេះគឺបានផ្អាកកាលពីថ្ងៃទី3ខែមីនាកាលម្សិលមិញនេះហើយក្នុងនោះគេបានមើលឃើញអំពីចំនួនការផ្ទេរគ្រឿងសម្ភារពុទ្ធតាមយន្តហោះក្តីតាមនាវាក្តីគឺទៅកាន់ប្រទេសប៉ូឡូញហ្នឹងក៏ត្រូវផ្អាកហើយប៉ុន្តែมันពាក់ព័ន្ធនឹងគ្រឿងសម្ភារពុទ្ធដែលមាននៅក្នុងប្រទេសអ៊ុយក្រែនទេអញ្ចឹងការផ្អាកនេះគឺមានន័យថាអាវុធដែលត្រូវដឹកចេញទៅគឺត្រូវផ្អាកលែងដំណើរការទៅហើយទឹកប្រាក់3.85 លានដុល្លារដែលសហរដ្ឋអាមេរិកត្រូវបញ្ជូនឲ្យអ៊ុយក្រែនហ្នឹងគឺទឹកប្រាក់នេះមិនទាន់បានដកទេហើយក៏ត្រូវបង្កកទៅវិញលែងឲ្យទៅអ៊ុយក្រែនហើយអញ្ចឹងនេះគឺជាការអនុវត្តដែលកន្លងមកពាក់ព័ន្ធនឹងការផ្ដល់ជំនួយពីអ៊ុយក្រែនពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែននេះក៏ត្រូវបានលើកឡើងពីតួលេខខុសគ្នាជាច្រើនដែលក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានលើកឡើងថាអាមេរិកបានជួយច្រើនដល់ប្រទេសអ៊ុយក្រែនគឺរហូតដល់350,000 លានដុល្លារប៉ុន្តែខាងមន្ត្រីបញ្ចកោណបានបញ្ជាក់ថាទំហំទឹកប្រាក់ដែលបានផ្ដល់ឲ្យនោះគឺមានតែ182,000 លានដុល្លារទេប៉ុន្តែបើតាមការបញ្ជាក់កន្លងមកគឺខាងរដ្ឋបាលបញ្ជាក់ផ្សេងគឺមាន280,000 លានដុល្លារតែចុងក្រោយនេះគឺមាន182,000 លានដុល្លារគេមានភាពសពិចសពិលបើតាមការវិភាគតួលេខនៃការប្រើប្រាស់ដោយវិទ្យាស្ថាន Kell របស់អាល្លឺម៉ង់ហ្នឹងគឺបានបញ្ជាក់ឲ្យថាទំហំទឹកប្រាក់នោះអាចមានត្រឹមតែ182,000 លានដុល្លារទេដែលសហរដ្ឋអាមេរិកបានផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែនដូច្នេះទឹកប្រាក់ដែលសល់ចុងក្រោយជាង 3,000 លានដុល្លារនេះគឺត្រូវផ្អាកប៉ុន្តែមិនបានប្រើពាក្យបណ្ដោះអាសន្នទេគ្រាន់តែផ្អាកជំនួយយោធាទាំងអស់ហើយការដែលដឹកជញ្ជូនទៅកំពុងដំណើរការហ្នឹងក៏ត្រូវផ្អាកដែរនិយាយជារួមនៅពេលនេះគឺលោក Donald Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកថាថ្ងៃស្អែកគឺថ្ងៃអង្គារដោយសារថាអាមេរិកនៅព្រឹកប្រហៀមនៅឡើយទេគឺថ្ងៃអង្គារលោក Donald Trump នឹងត្រូវថ្លែងទៅកាន់សភាអំពីការសម្រេចចិត្តរបស់លោកដែលលោកថាគឺជាថ្ងៃដ៏សំខាន់ដែលលោកត្រូវនិយាយការពិតពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយឲ្យប្រទេសអ៊ុយក្រែននោះបាទតើចំពោះសហភាពអឺរ៉ុបវិញមានបានបង្ហាញនូវប្រតិកម្មយ៉ាងណាទេនៅពេលនេះស្របពេលដែលទទួលដំណឹងថាសហរដ្ឋអាមេរិកផ្អាកការផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែននោះបាទប្រទេសបណ្ដាប្រទេសនៅសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកហ្នឹងគឺបានផ្ដល់ជំនួយច្រើនទៅឲ្យសហភាពអឺរ៉ុបរយៈកាលកន្លងមកបើទោះបីទៅឲ្យប្រទេសអ៊ុយក្រែនរយៈកាលកន្លងមកបើទោះបីជាមានការពជាពេលខ្លះដោយសារតែការអនុម័តកញ្ចប់ថវិកាមានការយឺតយ៉ាវប៉ុន្តែប្រទេសទាំងអស់នោះនៅតែផ្ដល់ជំនួយបើគិតសរុបនៃការគ្រប់គ្រងផ្នែកជំនួយយោធាដែលគិតជាទំហំទឹកប្រាក់គឺសហរដ្ឋអាមេរិកមានច្រើនជាងគេតែប្រទេសមួយទេគឺមានជាង 42% ក្នុងនោះគឺសល់ប្រមាណគឺបណ្ដាប្រទេសនៅសហភាពអឺរ៉ុបជាអ្នកជួយគ្រប់គ្រងហើយក្នុងអំឡុងពេលនៃការដែលសហរដ្ឋអាមេរិកបានប្រកាសភ្លាមៗពីការផ្អាកជំនួយនេះបើតាមការលើកឡើងពីក្រមមន្ត្រីជំនាញផ្នែកយោធានៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិដែលហៅកាត់ថា CSIS គឺបានបញ្ជាក់ថាអឺរ៉ុបបានសន្យារួចហើយថានឹងផ្ដល់ទឹកប្រាក់ទំហំ 40,000 លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែនដែរប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកផ្អាកអញ្ចឹងប្រទេសទាំងអស់នោះអាចនឹងកាត់បន្ថយនៃទំហំទឹកប្រាក់ដែលខ្លួនត្រូវផ្ដល់ទៅឲ្យដូចគ្នាតែយ៉ាងណាក៏ដោយមិនទាន់មានការប្រកាសពីមន្ត្រីរូបណាមួយពីសហភាពអឺរ៉ុបនោះនៅឡើយទេប៉ុន្តែនេះគឺជាការលើកឡើងពីអ្នកជំនាញផ្នែកយោធានៃវិទ្យាស្ថាននៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិដែលថានៅពេលដែលសហរដ្ឋអាមេរិកប្រកាសផ្អាកជំនួយអញ្ចឹងសហភាពអឺរ៉ុបក៏អាចនឹងកាត់បន្ថយគេថា scale back នៃទំហំទឹកប្រាក់ 40,000 លានដុល្លារដែលត្រូវបានប្រកាសរួចហើយថានឹងផ្ដល់ដល់អ៊ុយក្រែននោះតើនៅពេលដែលសហរដ្ឋអាមេរិកប្រកាសបែបនេះវាបានន័យថាអ៊ុយក្រែនប្រកាសជានឹងត្រូវចាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ីនេះមែនឬទេលោករីណាបាទរយៈកាលក្នុងសង្គ្រាម3ឆ្នាំមកនេះទោះបីជាថាអ៊ុយក្រែនមិនចាញ់ក៏ដោយប៉ុន្តែការចាញ់ព្រៀបវាមានស្រេចទៅហើយគេឃើញតែការវិបកមួយលើកទេដែលអ៊ុយក្រែនមានសន្ទុះដណ្ដើមបានដែនដីខ្លះមកវិញក៏ប៉ុន្តែការផ្ដល់ជំនួយយឺតយ៉ាវនេះគឺបានធ្វើឲ្យរុស្ស៊ីពង្រឹងមូលដ្ឋានយោធាមូលដ្ឋានការពារខ្លួននៅតាមព្រំដែន
ในสมรภูมิประยุทธ์จมูกประเทศอุยแกรนอย่างตั้งนายอย่างกดมุดอย่างแกหาทาจีการเปลี่ยนออกเรื่องมอมได้ทัวเอาการวิลุกบรรทอปีอุยแกรนคือมันอาจมีส่วนทุกคลังคลาตีจังขนมอยากไปใบชนะหมดนี้คือเมียนเตอร์รูซีเตได้วีดันดาบานอุยแกรนเติมแต่เมียนการวิลุกแกหาทาวิบ่มาเลิกดันดาบานแดนได้คลาตลอดมาเป็นดิฉันในปีได้การได้ดอลสปีวุฒเมียนการหยุดย้ายคืออุยแกรนรองครูสมุนทงโดยสาการวิสันทบระบบเตอร์รูซีหายในปีได้การกัดได้จำนวนนี้แทมเตียดมาตามการเป็นเจ้าปีได้จำเนียนอยู่ที่ในวิชาสถานSCI นี่คือบ้านเป็นเจ้าให้ท้าการปะปอลดอลกิจกรรมปรังไพรหรือการปะปอลดอลสมรภูมิเวรัตแต่มินตะมุนทุนทั้งปัญหาคราวนั้นคือมันไอเกะนันนี้บ้านทับพอลปะปอลตุ่มหมปนาเตมีในทางตุ่มร้อมแต่มีอาวุธคลาในขนมได้ในแต่จางเปรียบในแต่มันไอจะบันเด้งกองกำลังรุสีบานจอกตุ่มรอมบอสอาวุธในตัวหรือตุ่มหมอาวุธได้กดกุ้งเอาโต้จึงมุนสถานเพียบปะปอลในสมรภูมิหนึ่งเมียนกำรัดปัญหาปัญหาคราวแต่มันไอเกะนันนี้บ้านท้าเวียหนึ่งสถานเพียบหนึ่งทุนทั้งกำรัดน้ำมันตัวดังอะไรที่ป้นแต่บาสันสังเกตนี้เจตโอมันไล่ให้การกดกุ้งจุ่มนุยในแต่มีการหยุดย้ายหรือการหรือเพียบอสกรรมในการกดปุ่มมันไทยมิคือเจียวกะระบอบรุสีขนมกาเวียรุลโจลเจียบันตอบรรทบได้ปีนี้คือดับบอลดุนยาจังมูลในดับบอลพิคังการระบอบอุยแกรนนี้คือรุสีบานดับบอลดับบอลลำเนินทานเจียบันตอบรรทบติดดังนั้นในปีแต่การกัดดันจุ่มนุยหรือก็การกัดมันทอยจุ่มนุยปีอุยแกรนนี้คือจีการบอกกะเอากองกำลังรุสีวีสันทบโจลกันแต่ครั้งให้พอลปะปอลหนึ่งเมียนกันแต่เมียนตุ่มหุ่มกันแต่ทมติดหนึ่ง